ចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាមេរៀនបន្តតទៅជាមួយនឹងមេរៀន CSS របស់យើងបន្តទៀតដែលនៅក្នុងថ្ងៃនេះដែរគឺយើងនឹងធ្វើការសិក្សាតទៅជាមួយនឹង color CSS ថាតើ color នៅក្នុង CSS តើគេប្រើប្រាស់វាសម្រាប់ធ្វើអីគេហើយវាមានលក្ខណៈបែបណាអញ្ចឹងយើងនឹងធ្វើការសិក្សាដល់គ្នានៅក្នុងវីដេអូនេះចឹងអ្នកនរគ្នាបានឃើញនៅក្នុង screen ចឹងថាគេថា CSS the color property specific to the foreground color on an element text and text declaration ចឹងគេថាក្នុង CSS color property ហ្នឹងគឺវា specific for the foreground color មានថា color ដែលចាក់នៅក្នុងសាច់ខាងក្នុងហ្នឹងហើយវាមានតែទៅលើ element អក្សរទេគេក៏ប្រាប់វាទៅលើ element អក្សរណាអូខេហើយទៅដល់ជាមួយនឹង text declaration គឺវាថាប្រភេទ text ដែលវាមានលក្ខណៈជា URL ហ្នឹងហើយហើយគេថា you can define color using several formats including the predefined name, hexadecimal code, RGB, HSS, or URL gammas format like OKLCA អូខេចឹងសម្រាប់ទៅលើ color នេះគឺវាមានលក្ខណៈជាប្រភេទប្រព័ន្ធកូដ10ហើយមានលក្ខណៈជាការ define ទៅលើឈ្មោះហើយ RGB HSL អីចឹងទៅនេះចឹងដល់អ្នកគ្នាបានឃើញចឹងគេថានេះ common color format ចឹងសម្រាប់ការ format color name យើងអាចធ្វើការ input ជាទូទៅ general បែបនេះចឹងវានឹងចេញពណ៌ធម្មតាយើងប៉ុន្តែមានលក្ខណៈជា XDX code គឺមានលក្ខណៈទៅជាភាសាចេញអំពី code ដែលភាសាចេញពីសញ្ញាធំឈុំនេះឯងអូខេចឹងនេះវាជាសម្គាល់តែពពួក hex code ហើយទៅលើ RGB code ហើយ RGBA នេះវាសម្គាល់វាដោយផ្ដើមចេញពីអក្សរ RGB ដែលវាមានបើកទៅលើវងកញ្ចក់មាន255នេះគឺជាកម្រិតពណ៌ខ្ពស់ជាងគេហើយ99នេះនិយាយទៅនៅក្នុងចំណោមពណ៌ទាំងអស់នៅក្នុងភាសា CSS យើងគឺមានរាប់លាន color អញ្ចឹងទៅសម្រាប់ការរំកើទៅលើកូដនីមួយៗវាបង្កើតបានទៅជាពណ៌មួយហើយ hex code មួយអញ្ចឹងទៅហើយសម្រាប់ការតម្លើងទៅលើកូដអីអ្នក255ហ្នឹងវាតម្លើងឲ្យពណ៌ RGB គឺមកពីភាសា red green blue អញ្ចឹងវាផ្ដើមមកពីពណ៌3មេធំហ្នឹងដើម្បីបង្កើតបានទៅជាកូដច្រើនចំណងអូខេចឹងសម្រាប់255គឺវាជាលេខកូដដែល start ចាប់ពីលេខ1ទៅដល់255ហ្នឹងឯងចឹងទៅក្នុងចំណោម1ដល់255នៃ color red គឺវាមានលេខកូដច្រើនហើយពណ៌ផ្សេងៗគ្នាណាហើយសម្រាប់នេះ99នេះគឺវា start ចាប់ពី1ដល់255ដូចគ្នាវា start ចេញពីលេខ1ដល់255ដូចគ្នាទៅតាមជាមួយ Victoria Blue វាក៏ start ចេញពីលេខ1ដល់255ដូចគ្នាអូខេចឹងវាទៅតែគ្នាទេណាហើយសម្រាប់នៅពេលដែលយើងធ្វើការដាក់កម្រិតពណ៌ដែលយើងត្រូវការគឺវានឹងមានចេញមកជា hex code ដែលវាមាន color code ផ្សេងមកផ្សេងគ្នាជាងនឹងទៀតហើយទៅតាមជាមួយនឹង HSL នេះគេក៏ផ្សាយចាប់ពីសម្គាល់វាដោយ HSL ពីមុខនេះដែរហើយវាមាន 100% តែលក្ខណៈបែបនេះវាចេញពី1ទៅដល់ 100% ឯហ្នឹងឯងគឺអស់តំណហើយហើយទៅដល់ជាមួយ OKLCA នេះវាសម្គាល់ដោយបែបនេះដែរវាមានលក្ខណៈជាទំនុកដែលមានទំនុកជាអក្សរទស្សភាពណានេះគេថា modern format matching house human eye precise brightness អូខេគេប្រមាណទៅលើកម្រិតភាពច្បាស់ណាអូខេ for RGB and HSL you can add optional for the channel value ពី0ទៅដល់1 or 0 to 100 to control the transparencyនេះគឺជា RGBA វា55អីចឹងទៅណាបើហៅ superior opacity ចឹងមានថានៅពេលដែលយើងធ្វើការដាក់ទៅលើពណ៌វាហើយយើងចង់ធ្វើការឲ្យកម្រិតភាពច្បាស់នៃពណ៌ហ្នឹងច្បាស់ពី1គឺមានថា1គឺ 100% អញ្ចឹងបើលេខ0.5គឺបានតែ50%ទេត្រូវទេអូខេហើយគេថា where to apply color property យើងអាចធ្វើការ apply វាទៅក្នុងអីគេនៅក្នុង example របស់គេនេះអូខេអានេះគេ apply ទៅជាប្រភេទធំឈុក F6 ដងនេះមានថាជាប្រភេទពណ៌ color ពណ៌សហើយសម្រាប់0.6ដងគឺសំដៅទៅលើ color ដែលវាមានពណ៌ខ្មៅហើយអូខេហើយ color code ហ្នឹងគឺវាមានប្រភេទច្រើនជាងហ្នឹងអូខេឥឡូវឧទាហរណ៍ថាខ្ញុំមាន example បញ្ជាក់អ្នកនរគ្នាដូចជា color code បែបនេះឥឡូវនេះខ្ញុំចូលទៅកាន់ website មួយចុះតែអ្នកនរគ្នាអាចបាយថាវាថា html colorcode.com បែបនេះក៏បានដែរណាអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកកាន់ដល់វាគឺយើងឃើញនេះវាមានជាប្រភេទ hex RGB HSL OKLCA ដូចរបស់ខ្ញុំបានបង្ហាញពីអ្នកនរគ្នាមុនហ្នឹងចឹងអញ្ចឹងឧទាហរណ៍ថាប្រសិនបើយើងនៅពេលដែលយើងបង្កើតពណ៌អ្នកនរគ្នាមើលឃើញថានៅខាងលើនេះវាបដូរទៅលើ code តែឃើញទេចឹងនៅពេលដែលយើងរំកើទៅលើពណ៌ផ្សេងៗនៅក្នុងហ្នឹងមិនថាពណ៌អីក៏វាបង្កើតបានទៅជា color code មួយផ្សេងៗគ្នាដែរណាដែលយើងអាចធ្វើការ copy ប៉ុន្តែវាច្រើននៅក្នុងភាសានៅក្នុង VS Code គេតែងតែប្រើតែ color 2 code 2ទេប្រើទៅលើ hex ហើយជាមួយ RGB ណាគេតែងតែប្រើពីរហ្នឹងជាញឹកញាប់ជាងគេពេញនិយមប្រើតែពីរហ្នឹងទេណាអូខេហើយសម្រាប់ការ apply ទៅលើនៅក្នុង CSS អូខេហើយអូខេចាឥឡូវនេះយើងនឹងធ្វើការសាកល្បងតេស្តទៅលើ color code ទាំងអស់ហ្នឹងថាតើវាអាចដំណើរការអត់ហើយថាតើវាអាចនេះអត់កុំឲ្យតែខ្ញុំបញ្យល់ថាខ្ញុំអត់ធ្វើការ practice ទៅអូខេចាអូខេចឹងដល់អ្នកគ្នាបានឃើញនៅក្នុងនេះចឹងថាឥឡូវនេះខ្ញុំនឹងធ្វើការខ្ញុំស្ថិតនៅក្នុង file HTML វាទៅភាសាពីរហ្នឹងគឺ CSS với HTML គឺវានៅឆ្ងាយគ្នាតែវាស្ថិតនៅជាមួយគ្នារហូតអូខេចឹងយើងនឹងធ្វើការសិក្សាបន្តទៀតនៅមេរៀនក្រោយដែល only តែមិន click ទេណាចឹងយើងនឹងសិក្សានៅមេរៀនក្រោយទៅដល់ជាមួយនឹងការ apply ទៅលើ file CSS ចូលបន្តអូខេចឹងយកក្នុងវីដេអូនេះយើងគាត់ថាសិក្សាវាទៅដល់ជាមួយនឹងទៅសេវាជាប្រភេទ download style center អូខេចឹងខ្ញុំនឹងធ្វើការវីដេអូក្រោយទៅដល់ជាមួយនឹងការ apply ទៅលើ file HTML ចូលទៅកាន់ CSS ដែលយើងសរសេរទៅដល់ជាមួយ CSS Store តែម្ដងអូខេឥឡូវនេះខ្ញុំបង្កើតទៅលើ style មួយអូខេហើយនៅក្នុង style នេះយើងអត់អាចកំណត់អីបានទេត្រូវអត់ចឹងសម្រាប់ color CSS ចឹងខ្ញុំ start ចេញពីខ្ញុំមានទៅលើ container មួយអូខេ container មួយដែលនៅកន្លែង container ហ្នឹង
គឺខ្ញុំចង់បានគេឥឡូវនេះយើងចង់ apply ទៅលើ color តែគេថា color គឺអាច apply បានទៅលើ tag គេត្រូវគេថា color អាច apply បានតែនៅក្នុង tag គេអញ្ចឹងដើម្បី apply បាននៅក្នុង tag តែយើងត្រូវធ្វើ ដំណេកជាឧទាហរណ៍ថាខ្ញុំថា this is a tag អូខេ tag បែបនេះអញ្ចឹងនៅពេលដែលខ្ញុំធ្វើការសាក run open with live server ថាតើវា run ដំណើរការអត់អូខេវាដំណើរការយើង show display ហើយ user ឃើញហើយអ្នកប្រើប្រាស់ឃើញចឹងបន្តមកយើងចង់ apply វាគឺថា color ហ្នឹងបាន apply បានតែទៅលើ tag អក្សរហ្នឹងទេតែយើងត្រូវ apply វាបែបម៉េចអូខេខ្ញុំមានការ start ជាអំពីនេះមួយ class ភាសាអីយើងបង្កើតវាជា class អូខេ content នៅបែបនេះអូខេខ្ញុំបើក color break ហើយយើងចង់បង្កើតវាអីគេមុនហ្នឹងថាវាជា color ឥឡូវនេះខ្ញុំចង់ដាក់វាពណ៌ជាពណ៌អីគេអូខេឥឡូវបាទខ្ញុំចង់ដាក់វាពណ៌ជាពណ៌អីគេឥឡូវខ្ញុំគាត់ថាចង់ជា color black blue green អីចឹងតោះអូខេខ្ញុំចង់បានជាពណ៌ green ព្រោះខ្ញុំស្គាល់ខ្ញុំ display វានឹងបញ្ចេញមកអូខេទូអ្នកគ្នាមានទៅលើអីគេផ្សេងទៀតឧទាហរណ៍ថាឥឡូវខ្ញុំមានទៅលើ P1 ដែលខ្ញុំដាក់ lorem 2ចុះអូខេអញ្ចឹងខ្ញុំ apply ទៅលើ P ហ្នឹងហើយខ្ញុំចង់បង្កើតវាជា color អីគេ color ហ្នឹងប៉ុន្តែខ្ញុំមិនថាវាជាប្រភេទ general ទូទៅទេប៉ុន្តែខ្ញុំចង់ copy code វិញចេញម្ដងឧទាហរណ៍ថាឥឡូវនេះខ្ញុំមានទៅលើពណ៌បែបនេះខ្ញុំចង់បានវាជាលក្ខណៈពណ៌រៀងដិតស្វ័យដិតហើយខ្ញុំចង់ copy ទៅលើ code ហើយខ្ញុំចូលអូខេខ្ញុំ select ទៅលើវា Ctrl C រួចអ្នកនរគ្នា paste ទៅលើវានៅពីមុខ color code ហ្នឹងមករួចអ្នកនរគ្នា display ចូលមកកាន់ file របស់យើងគឺយើងទទួលបានដូចគ្នាអូខេអញ្ចឹងនេះមានថា color code នៅក្នុងហ្នឹងគឺអាចកែប្រែហើយយើងអាចចាប់យកមកប្រើប្រាស់បានយ៉ាងងាយស្រួលអូខេហើយបើយើងចង់ប្រើប្រាស់ទៅលើ RGB ក៏បានដែរឧទាហរណ៍ថាឥឡូវខ្ញុំបដូរពណ៌ខ្ញុំយកទៅលើពណ៌លឿងចុះខ្ញុំចង់បានដដែលប៉ុន្តែខ្ញុំចង់យកប្រភេទជា RGB បែបនេះអូខេអញ្ចឹងខ្ញុំ copy របស់វាហើយនៅកន្លែងនេះខ្ញុំប្រកាសវាជាអីគេមួយទៀតខ្ញុំប្រើទៅលើ span ម្ដងថា lorem 3អូខេអញ្ចឹងនៅកន្លែង span នេះខ្ញុំធ្វើការដាក់វាអីគេយើងទៅ save វា span ហើយយើងធ្វើការដាក់ទៅលើ color របស់វាអូខេហើយខ្ញុំ pass ទៅលើពណ៌នេះមកប៉ុន្តែសម្រាប់ RGB គឺដូចអ្នកគ្នាដឹងចឹងថាវា start ជាអំពី RGB មុនដំបូងគេពី RGB វាសង្កត់ថា RGB ជួយ RGB អូខេ red green blue អញ្ចឹងកន្លែងនេះគឺជាអ្វីដែលយើងត្រូវដាក់ចូលអូខេអញ្ចឹង red green blue គឺបានមកពីពពួក code 3ហ្នឹងឯងណាអូខេអញ្ចឹងខ្ញុំបិទមុខកញ្ចក់វិញរួចខ្ញុំ apply វានឹងចេញពណ៌ឲ្យយើងឃើញដូចអ្នកគ្នាបានឃើញចឹងហើយនៅពេលដែលយើងប៉ះទៅលើពណ៌ហ្នឹងយើងអាចធ្វើការបដូរបានតែឥឡូវសុំ design ខ្ញុំបានទេហើយឧទាហរណ៍ថាខ្ញុំចង់បានពណ៌យើងចាស់ជាងហ្នឹងទៀតយើងអាចប៉ះទៅលើ code ហ្នឹងហើយយើងទាញមកនេះអូខេយើងអាចទាញបានបដូរបានហើយ share វាមកបានហើយបានទៅតាមតម្រូវការរបស់យើងតាក់ទងជាមួយនឹង color code អូខេអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាជួបអ្នកគ្នានៅវីដេអូក្រោយ